មកដឹងពីអត្ថប្រយោជន៍របស់ផ្លែព្រីងផ្លែព្រីងគឺជាផ្លែឈើសម្បូរទៅដោយវីតាមីននិងសារធាតុរ៉ែជាច្រើនទៀតដូចជាកាល់ស្យូមជាតិដែកជាតិប៉ូតាស្យូមជាតិសូដ្យូមនិងជាតិផូស្វ័ររួមទាំងវីតាមីន A ពពុះវីតាមីន B B1 B2 B3 B5 B6 និងវីតាមីន C ជាដើមវីតាមីននិងសារធាតុរ៉ែជាច្រើននេះហើយដែលធ្វើឲ្យផ្លែព្រីងផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលទទួលបានពីផ្លែព្រីង1. ផ្លែព្រីងគឺជំនួយដល់ថ្លើម 2. ផ្លែព្រីងជួយគ្រប់គ្រងនិងបន្ថយជាតិស្ករហើយល្អបំផុតចំពោះអ្នកកើតជំងឺទឹកនោមផ្អែម 3. ផ្លែព្រីងគឺមានតួនាទីសម្រួលដល់ប្រព័ន្ធបេះដូងនិងជួយព្យាបាលជំងឺគាំងបេះដូងផ្លែព្រីងក៏វាមានតួនាទីនៅក្នុងការជួយលាងសម្អាតឈាមផងដែរផ្លែព្រីងក៏បង្កើនកម្លាំងការទទួលទានផ្លែព្រីង100ក្រាមនឹងទទួលបានជាតិប៉ូតាស្យូម55មីលីក្រាមជាតិប៉ូតាស្យូមនេះនឹងជួយដល់ជំងឺបេះដូងសម្ពាធឈាមឡើងខ្ពស់និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរផ្លែព្រីងគឺជួយការពារជំងឺក្រិនសរសៃឈាមប្រសិនបើយើងញ៉ាំព្រីងទៀងទាត់ការយកគ្រាប់ព្រីងចំនួន5គ្រាប់ទៅស្ងោរឬកិនឲ្យម៉ត់ក៏បានឆុងជាមួយនឹងទឹកក្តៅចំនួន15មីលីលីត្រផឹកមួយថ្ងៃ3ដងគឺព្យាបាលជំងឺប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រសិនបើយើងស្ងោរសំបកដើមព្រីងគឺជួយព្យាបាលជំងឺរាគមូលរាគរូសទល់លាមកនិងដំបៅក្រពះជាមួយគ្នានេះដែរសំបកដើមព្រីងមានផ្ទុកសារធាតុតានីន 19% និងអាស៊ីត 1.67% មានប្រសិទ្ធភាពប្រឆាំងវីរុសបាក់តេរីនិងប៉ារ៉ាស៊ីតនិងការពារតម្រងនោមទោះបីជាយ៉ាងណាក៏ដោយការទទួលទានសំបកដើមព្រីងក្នុងបរិមាណច្រើនលើសលប់ក៏អាចបណ្ដាលឲ្យពុលផងដែរដកស្រង់ចេញពីសុក្រម